ស្តីអ្នកទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ Smiley Channel យ៉ាងថ្ងៃនេះដែរ admin នឹងមកបន្តសម្រាយតាមលោក BL របស់យើងតគឺរឿងលោកស្នេហ៍ស្នាកំណាចកុំឲ្យខាត់ពេលយូរយើងចូលសាច់រឿងតរបស់យើងទាំងអស់គ្នាអញ្ចឹង3ថ្ងៃក្រោយមកបន្ទាប់ពីបានតួបឋមរបស់យើងបានសួរទៅកាន់ទីដែលជាតួថប់ហ្នឹងគឺធ្វើឲ្យក្នុងចិត្តបានមកយើងហ្នឹងគឺអត់សូវស្រួលសោះព្រោះទីតួថប់របស់យើងហ្នឹងឆ្លើយចេញមកដូចខ្លួនហ្នឹងចង់ញ៉ាញ៉ោទៅលើបានទូបឋមរបស់យើងអញ្ចឹងគាត់ថាទូថប់របស់យើងហ្នឹងគឺជាពួកអ្នកលេងបោសាហើយអញ្ចឹងណាគឺបកកែរឿងញ៉ែហ្នឹងទោះបីជាខ្លួនដែលលើពីថាទូថប់របស់យើងហ្នឹងខ្សែគប់មួយមនុស្សផុសប៉ុន្តែក៏ឃើញថាទូថប់របស់យើងហ្នឹងពិតជាអាចញ៉ែបានគ្រប់មនុស្សមែនប៉ាន់ក៏អាសាឃើញទូថប់របស់យើងពីចម្ងាយដែលដុំនៃស្រីរហូតហើយមិត្តភក្តិរបស់ខ្លួនហ្នឹងក៏និយាយដើមរបស់ទូថប់យើងហ្នឹងប្រាប់ខ្លួនថាពីណាគេដែលចង់ខ្សែគប់ជាមួយទូថប់ឬក៏ដេកជាមួយទូថប់ហ្នឹងត្រូវតែទទួលយកនៅ rule របស់ទូថប់យើងណាគឺអត់មានការដាក់ចិត្តថានឹងខ្សែគប់តែម្នាក់អីចឹងណាហើយគ្មានការទៀមទាគ្មានការហួងហែងម្ចាស់អីចឹងទៅគឺគ្រាន់តែដើម្បីបំពេញតម្រូវការរបស់ទូថប់យើងទេបានទូបឋមរបស់យើងហ្នឹងគឺអង្គុយដងហើមធំតែថាធុញហើយក៏បបួរក៏នឹងចេញទៅញ៉ាំបាយជាមួយគ្នាហើយនៅពេលដែលចេញទៅហ្នឹងក៏បានជួបហ្វាអមហើយនឹងខ្វានដែលជាមិត្តភក្តិស្រីហើយតួបឋមរបស់យើងហ្នឹងក៏បាននិយាយថាហ្វាហ្នឹងគឺតោះស្អាតចឹងណាដែលធ្វើខ្លួនហ្នឹងអាចផ្លេចពីតួថប់របស់យើងបានដែរហើយបើម្នាក់ទៀតវិញគឺ fan របស់រឿង BL ចឹងណាគ្នាអញ្ចឹងចេះតែគិតទៅលើតួថប់របស់យើងសម័យអីចឹងដែរថាមាននៅផុសញ៉ៃអីចឹងហ្វាបាននិយាយលងលំទៅកាន់ប៉ាន់របស់យើងថាគឺអ្នកនរគ្នានឹងគិតថាប៉ាន់យើងនឹងសង្ហាទោះបីជាមានមុខស្អាតក៏ដោយបន្តែមើលទៅដូចមនុស្សស្រីដែរហើយប៉ាន់យើងគិតក្នុងចិត្តថាហ្វាហ្នឹងនៅស្រីអីស្អាតក៏ស្អាតហើយចិត្តល្អទៀតការសន្និរបស់ពួកគេហ្នឹងក៏ត្រូវបានផ្អាកតែប៉ុណ្ណឹងដោយសារតែមានសិស្សច្បងមកនិយាយពីរឿងការរើសប្រកួតstar ហើយនឹងមូនតំណាងឲ្យ department របស់ពួកគេចឹងណាហើយសិស្សច្បងម្នាក់ហ្នឹងក៏បានអញ្ជើញហ្វារបស់យើងហ្នឹងដើម្បីដាក់ពាក្យចូលប្រកួតចឹងទៅហើយប៉ាន់របស់យើងហ្នឹងក៏បានស្រែកឈៀដល់ហ្វារបស់យើងដល់ពេលដល់វគ្គសិស្សប្រុសហ្នឹងស្រាប់តែខ្វាន់ហ្នឹងក៏បានចែកឈ្មោះប៉ាន់របស់យើងហើយសិស្សច្បងហ្នឹងក៏នាំគ្នាហើយប៉ាន់យើងហ្នឹងឡើងទៅលើចាឈរក្បែរហ្វាហើយប៉ាន់របស់យើងហ្នឹងក៏អៀនដល់មុខក្រហមប៉ាន់របស់យើងគិតក្នុងចិត្តថាគឺខ្លួនឯងហ្នឹងអត់សង្ហាទេហើយមានអ្នកផ្សេងហ្នឹងគឺសង្ហាមកកណោហើយក៏រងចាំមើលមានអ្នកផ្សេងត្រូវបានគេជ្រើសឈ្មោះទៀតអត់តែក៏អត់មានទេមានតែខ្លួនមួយតែក្រោយមកហ្នឹងទូថប់របស់យើងទីហ្នឹងក៏ចូលមកហើយត្រូវបានសិស្សច្បងហ្នឹងហៅឲ្យមកអង្គុយមើលហើយក៏មានសិស្សច្បងម្នាក់ហ្នឹងនិយាយទៅកាន់ទូថប់របស់យើងថាមើលទៅប្អូននៅលើឆានហ្នឹងខ្ជូតតែអញ្ចឹងហើយប៉ាន់របស់យើងគិតក្នុងចិត្តថាតើពាក្យខ្ជូតហ្នឹងសំដៅទៅលើខ្លួនឯងឬក៏សំដៅទៅលើហ្វាអញ្ចឹងណាហើយប៉ាន់របស់យើងងាកទៅសួរហ្វារបស់យើងព្រោះឃើញហ្វារបស់យើងហ្នឹងអៀនហើយហ្វារបស់យើងថាខ្លួនហ្នឹងបានស្គាល់ពីទីមកដោយសារធ្លាប់រៀនឋានៈវិទ្យាល័យមួយគ្នាពីមុនហើយសិស្សច្បងម្នាក់ហ្នឹងបានសួរទៅកាន់ទូថប់របស់យើងថាដោយសារតែទូថប់របស់យើងហ្នឹងគឺជាមូនពីឆ្នាំទៅអញ្ចឹងណាអញ្ចឹងចង់សួរថាសិស្សពីរនាក់ដែលតំណាងឲ្យមូនហើយនិង star ឆ្នាំហ្នឹងអាចមានឱកាសឈ្នះអីអត់អញ្ចឹងណាហើយទូថប់របស់យើងតទៅវិញថាប្រកាសជាមានឱកាសហើយបើសិនជាអ្នកទាំងពីរហ្នឹងប្រកួតយកតំណែងជា star ហ្នឹងដឹងថាអ្នកកម្មការពិបាកជ្រើសរើសយកមកហើយដោយសារតែអ្នកទាំងពីរហ្នឹងខ្ជូតពេកគ្រាន់តែលើចឹងហើយប៉ាន់ទូបឋមរបស់យើងហ្នឹងក៏ធ្វើមុខជូរហើយបែបមាត់ថាមិនក៏ទូថប់របស់យើងហ្នឹងមកចំអកលក់លើមកងាយខ្លួនអញ្ចឹងដោយសារអីអ្នកនរគ្នាដោយសារតែ star ហ្នឹងគឺមនុស្សស្រីគេនៅទៅប្រកួតដើម្បីយកតំណែង star ហ្នឹងមនុស្សផុសគឺប្រកួតយកតំណែងមូនអញ្ចឹងណាប៉ុន្តែតួថប់របស់យើងថាតួបឋមរបស់យើងហ្នឹងសອບនៅប្រកួតយកតំណែង star ដែលជាបងមនុស្សស្រីហ្នឹងជាងតែក៏មានសិស្សច្បងអីថាឲ្យតួថប់របស់យើងថាឈប់ញ៉ោះ
នងប៉ាន់ទេទៅថាបើសិននេះក៏អាចមានការឈ្នះមួយនឹងដែរអញ្ចឹងណាហើយហ្វាក៏ជួយនិយាយមកសឹកប្រាប់ប៉ាន់របស់យើងឲ្យទប់អារម្មណ៍អញ្ចឹងទៅប៉ាន់របស់យើងគេថាសិស្សបងអស់ណានាំគ្នាប៊ូលូខ្លួនឯងអញ្ចឹងហើយសិស្សបងហ្នឹងក៏សម្រេចថាយកហ្វាហើយនឹងប៉ាន់របស់យើងនឹងតំណាងដើម្បីទៅ Star ហើយនឹងមូនតំណាងឲ្យ department របស់ខ្លួនបន្តិចក្រោយមកអ្នកនរគ្នាក៏បាយជួគ្នាទៅពេលចេញមកនឹងប៉ាន់របស់យើងអត់បានជាដាយន្តទេក៏ចុះតាមចរាជើងហើយពេលខ្លួនចុះមកនឹងក៏លើសំឡេងទូថារបស់យើងនឹងស្អីតាមពីក៏ឲ្យហៅឲ្យឈប់ចឹងតែតែប៉ាន់យើងខឹងពេកគឺខ្លួនអត់ឈប់ទេរត់ចុះដាច់ជើងចោលហ្មងហើយក៏ថាខ្លួនឯងរត់ផុសតែពេលមកដល់ក្រុមណាក៏ត្រូវបានទូថារបស់យើងស្ទាក់នៅពីមុខហើយខ្លួនហ្នឹងគឺអត់គិតអីច្រើនទេឈានទូថាយើងឲ្យហៅដាក់មេប្រួយទៀតប៉ុន្តែចេះដល់នេះត្រូវទូថារបស់យើងទាញដៃជាប់ទូថារបស់យើងខឹងដោយសារទូថាយើងនឹងញ័រខ្លួននៅលើឆាកមុនហ្នឹងហើយក៏ព្យាយាមប្រាប់ឲ្យទូថាយើងនឹងបលែងខ្លួនប៉ុន្តែទូថារបស់យើងនៅតែចាប់ដៃបត់ទូថាយើងអត់លែងទៅដែរទូថាយើងក៏ព្យាយាមរើបំរាស់អីចឹងណាហើយទូថាយើងក៏បានតបទៅវិញថាកុំធ្វើឲ្យខ្លួនឯងខឹងខ្លាំងជាងនឹងទៀតហើយប៉ាន់យើងក៏និយាយតបទៅវិញថាកើតអីតែបានចូលចិត្តធ្វើបាបមិនក្មេងជាងអញ្ចឹងទូថាបើយើងមកកែទៅវិញថាធ្វើបាបខ្លួនធ្វើបាបកន្លែងណាគឺក៏ខ្លួននឹងចង់និយាយជាមួយនឹងទូបឋមយើងទេហើយមិនក៏ចាំបាច់រត់ហើយទូបឋមយើងក៏បានទៅពើថាគឺខ្លួនអត់បានរត់គេទេហើយទូថាហើយខ្លួនពីកាគឺខ្លួនអត់លឺទេប្រហែលជាហើយតិចពេកឯងមើលទៅហើយអ្នកទាំងពីរហ្នឹងគឺខ្លួននៅគេគ្នាមែនតើហើយក៏ទូថារបស់យើងហ្នឹងបានអោនមុខចិត្តទូថារបស់យើងហើយក៏និយាយថាน้องប៉ាន់បើសិនជាក្មេងល្អគឺអត់គួរកុហកអីព្រោះបើសិនជាកុហកគឺត្រូវការដាក់ទោសអញ្ចឹងណាហើយលើអញ្ចឹងហើយគឺទូបឋមយើងខ្លាចតែហ្មងអញ្ចឹងក៏បានបោទៅកាន់ទូថាយើងថាគឺឈប់ញញ៉ាជាមួយខ្លួនទៅគឺខ្លួននឹងសុំទោសទូថាយើងថាខ្លួនឈប់ធ្វើយ៉ាងទៀតដែរឲ្យទូថាឲ្យធ្វើអីក៏ធ្វើដែរគឺខ្លួននឹងឈប់រឹងក្បាលស្ដាប់អត់ស្ដាប់បង្គាប់ចឹងទៀតហើយអញ្ចឹងឲ្យលែងខ្លួនទៅប៉ាន់ដឹងច្បាស់ថាមកខ្លួនឯងប្រហែលជាក៏ហមទាំងទៀតហើយតែផ្ទៃក្រោយមកនឹងប៉ាន់យើងសឹងតែដាច់ឆ្កែហ្មងដោយសារតែទូថារបស់យើងនឹងបានអោនមកថាបថ្ពាល់របស់ខ្លួនហើយប៉ាន់តែយើងព្យាយាមរើបំរាស់ទៀតហើយក៏បានសេតនាឲ្យទូថារបស់យើងថាគឺខ្លួនធ្វើគេនឹងឆាប់លែងខ្លួនភ្លាមណាស់ហើយទូថាបានទៅវិញថាបើសិនជាមិនជប់រើទេគឺត្រូវខ្លាំងយ៉ាងណាទៀតហើយប៉ាន់របស់យើងក៏បានบอกថាខ្លួនឈប់បំរើហើយអញ្ចឹងឲ្យដល់លេងខ្លួនទៅប៉ុន្តែទូថារបស់យើងនៅតែអត់លែងហើយទូថាយើងឆ្លើយតបទៅវិញថាគឺខ្លួនអត់ខ្វល់ទេថាទូថារបស់យើងហ្នឹងស្អីឬក៏ផុសដោយសារតែនឹងជាកំហុសរបស់ទូថាយើងទៅទេដែលធ្វើឲ្យត្បល់ខ្លួនហ្នឹងក៏ហមធ្វើឲ្យខ្លួនហ្នឹងចង់ថាបែបអញ្ចឹងណានងប៉ាន់ហើយដៃរបស់ទូថាយើងហ្នឹងក៏បានយកមកស្ទាមឲ្យត្បល់របស់ទូបឋមយើងដូចចឹងហើយគឺទូបឋមយើងខឹងលើដើមហ្មងថាមកចោលទូថារបស់យើងនឹងហ៊ានបៀតបៀនខ្លួនហើយប្រើហេតុផលដែលមិនគួរជាហេតុផលនឹងមកធ្វើបាបខ្លួនទូបឋមរបស់យើងគឺនៅតែរើមរះហើយក៏និយាយពីកាយទៅវិញថាធ្វើឈួតអីហ្នឹងនិយាយពីអ្វីឈួតចឹងស្រាប់តែមានទុំបបេមកដល់ក្តៅមួយហ្នឹងបានទម្លាក់ទៅលើបបោមករបស់ខ្លួនហើយពេលហ្នឹងគឺគូក្បាលរបស់ទូបឋមយើងគឺតែស្អាតមកនៅតាមគ្នាដោយសារតែសក់ខ្លាំងពេកអញ្ចឹងណាគឺទូថារបស់យើងហ្នឹងបានថាទូបឋមយើងព្យាយាមងាកមុខចេញតែងាកអត់ផុតទេហើយទូថារបស់យើងហ្នឹងក៏បានខំជក់បឺនជក់អីទៅហើយដល់ពេលថាហើយហ្នឹងក៏ទូបឋមយើងព្យាយាមងាកមុខទៅចេញតែក៏ត្រូវបានទូថារបស់យើងហ្នឹងចាប់មុខឲ្យងាកមកខ្លួនវិញទូបឋមបានប្រាប់ទៅកាន់ទូបឋមយើងថាកុំឲ្យរឹងពេកឲ្យបើកមកទៅហើយដល់ពេលទូបឋមយើងបើកមកនិយាយប្រកែកទូថាយើងហ្នឹងទូថាយើងក៏បានថាទូបឋមយើងទៀតហើយក៏បានប្រើអណ្ដាតចឹងណាអ្នកនរនេះប៉ាន់របស់យើងមានអារម្មណ៍ថាដូចត្រូវឆក់ខ្សែភ្លើងអញ្ចឹងហើយទូថារបស់យើងហ្នឹងប៉ាន់ថាមែនតើអាចបឺតស្រូបយកវិញ្ញាណរបស់ខ្លួនទៅបានទូបឋមរបស់យើងសឹងមិនជឿអ្នកដែលខ្លួនដូចសម័យអញ្ចឹងកំពុងថាខ្លួនអញ្ចឹងណាអញ្ចឹងដល់វគ្គឡើងនេះគឺជាវគ្គដែលក្បាលសាច់រឿងបើកមកណាបង
ตัวทำយើងនឹងបានទៅលទ្ធជាตัวបឋមរបស់យើងហើយដៃនឹងក៏លោកចូលទៅក្នុងអាយរបស់ตัวបឋមយើងตัวបឋមយើងព្យាយាមប្រាប់ឲ្យตัวថប់យើងឈប់យ៉ាងណាហើយតែខាងមកហ្នឹងសំណេងទូរស័ព្ទពេលឡើងហើយប្រៀបដូចជាជួយជីវិតตัวបឋមរបស់យើងអញ្ចឹងហើយตัวថប់យើងក៏បានបញ្ឈប់ហើយក៏ឲ្យตัวបឋមយើងហ្នឹងតបទូរស័ព្ទមុនទៅតែដឹងថាពួកម៉ាក់របស់ตัวបឋមយើងហ្នឹងតាមហៅហើយអ្នកដតេមកហ្នឹងគឺជាកហ្នឹងហើយตัวបឋមយើងក៏បានតបសារទៅកាន់កយើងវិញថាខ្លួនណាមិនអីទេអញ្ចឹងណាហើយตัวបឋមយើងបានសួរទៅកាន់ตัวថប់យើងថាឥឡូវខ្លួនទៅបានហើយตัวថប់បានចាប់ចការបស់ตัวបឋមយើងឲ្យងាកមើលមកខ្លួនហើយនិយាយថាឥឡូវហ្នឹងដឹងខ្លួនលេងហើយตัวបឋមយើងតែសិនហើយដែលថាដឹងตัวបឋមយើងមានការត្រូវធ្វើក្រោយហ្នឹងទៀតហ្នឹងណាហើយตัวថប់យើងបាននិយាយបញ្ជាក់ថាចាំទុកថាខ្លួនមិនមែនជាមនុស្សកាយសាហាវអីទេប៉ុន្តែគឺខ្លួនអត់ចូលចិត្តនៅពេលដែលអ្នកផ្សេងហ្នឹងមកធ្វើឲ្យខ្លួនខឹងអញ្ចឹងណាអញ្ចឹងបើសិនជាខ្លួនខឹងយ៉ាងហ្នឹងគឺខ្លួនអត់ខ្វល់ថាមនុស្សស្អីឬមនុស្សប្រុសទេហើយបើសិនជាបានបើយើងអត់ចូលចិត្តខ្លួនកុំធ្វើមុខចឹងដាក់ខ្លួនអញ្ចឹងណាទុកមុខតាក់ទាអញ្ចឹងណាព្រោះឯខ្លួនហ្នឹងអត់សូវមានចិត្តអត់ធ្មត់ប៉ុន្មានទេហើយមិនថាម៉ោងឬណាពេលអីទេអញ្ចឹងបើសិនអត់ចូលចិត្តខ្លួនក៏មកតាក់ទាញខ្លួនយ៉ាងទៀតហើយក៏បានថាលើប្រព័ន្ធមាត់ទូបឋមយើងចុងក្រោយហើយក៏បាននិយាយបាយទៅហើយបើទូបឋមយើងវិញគឺរត់ចេញពីនឹងឡើងលឿនតាមតែអាចធ្វើបានមកអត់ហ៊ានងាកក្រោយទេហើយប៉ាន់ឆ្ងល់ដែរថាខ្លួនឯងហ្នឹងទៅតាក់ទាញហើយទៅធ្វើឲ្យទូថប់យើងខឹងពីកាលដែរអញ្ចឹង admin សូម slash សាច់រឿងយើងតែប៉ុណ្្នឹងសិនហើយ admin សង្ឃឹមថាអ្នកនរគ្នាចូលចិត្តហើយបើសិនអ្នកនរគ្នាចូលចិត្តកុំភ្លេចជួយ like ជួយ comment វីដេអូ admin អ្នកមួយផងហើយអ្នកដែលចូលមកថ្មីអត់ទាន់បាន subscribe channel YouTube របស់ admin ក៏សូមជួយ subscribe អ្នកមួយផងអញ្ចឹងថ្ងៃនេះ admin មានតែប៉ុណ្្នឹងទេជួបគ្នាពេលក្រោយបាយបាយ